ជំរាបសួរពុកម៉ែបងប្អូនគ្រាន់តែបើកឆាកមកភ្លាមពុកម៉ែបងប្អូនហើយយាយវិជាតិនោះជាតិដល់ជាដូនជាតាត្មងណាថ្ងៃនេះយាយវិឆ្ងាញ់អើយមិនដែលបានញ៉ាំភ្លាសិកូណាឆ្ងាញ់អញ្ចឹងទេពុកម៉ែបងប្អូនហើយជាតិសាហាវហ្មងណាហើយនេះខ្ញុំថ្ងៃនេះបងប្អូនថាទៅទិញសិកូញ៉ាទៅឲ្យកូននៅអំពែងប្រឡាក់ឲ្យកូនណាទិញសិកូនោះប្រហែលជា2គីឡូកន្លះមិត្តភ័ក្ដិនោះគាត់ញ៉ាទិញកន្លះគីឡូដែរនេះខ្ញុំក៏ទិញទាំងអស់ហ្នឹង3គីឡូទិញសិកូបានហើយនេះខ្ញុំក៏ដើរមកកន្លែងលក់វិញណាស្រាប់តែពួកម៉ាក់គាត់ប្រវល់ថាភ្លាទៅឆ្ងាញ់ជាងក៏នាំគ្នាថាភ្លាក៏ភ្លាចោះអញ្ចឹងហើយក៏កាត់សិកូម្នាក់បន្តិចណាហើយក៏រៃលុយគ្នាម្នាក់4-5ពាន់ហ្នឹងទៅទិញបន្លែហ្នឹងបានមុខតិចមកបាន3-4-5មុខដែរណាហើយក៏សុំប្រហុកអ្នកចិត្តខាងនឹងឯងយកមកធ្វើទឹកប្រហុកនឹងឯងបងប្អូនមានតែអស់លុយទេទឹកប្រហុកនេះហើយបន្លែនេះខ្ញុំទិញគេហ្នឹងអស់ប្រហែលជា6-7ពាន់ដែរហើយលាយជាមួយជីគ្រប់មុខរបស់នាងខ្ញុំលក់បញ្ឆែវហើយក៏មានត្រួយរាំងបន្តិចដែរណាដាក់លាយចូលគ្នាទៅហើយសាច់គោនោះនាងខ្ញុំកាត់ប៉ះខ្ញុំបន្តិចទៅកាត់ប៉ះមិត្តភ័ក្ដិខាងនោះបន្តិចទៅកាត់អ្នកតិចមកសមទៅបានមួយចានហ្នឹងណាហើយក៏យកវាមកហាន់ហើយក៏បុករំដេងហាន់ជាមួយកុលក្រៃហ្នឹងហើយក៏ប្រឡាក់ជាមួយសាច់គោហ្នឹងហើយច្របាច់ក្រូចឆ្មាផ្អាប់ចោលណាឲ្យវាងាប់សាច់ទៅវាអស់អាឈាមឆ្អាបវាហ្នឹងណាហើយនេះខ្ញុំក៏ពូតវាយកមកដាក់ច្បល់ជាមួយបន្លែហ្នឹងនេះខ្ញុំចិត្តត្រាំទឹកប្រហែលជា1ម៉ោងជាងដែរនេះខ្ញុំលាងសម្អាតតតែ3-4-5ទឹកដែរណាបងប្អូនមិនមែនចិត្តភ្លាមយកមកញ៉ាំភ្លាមទេដោយសារនេះខ្ញុំចិត្តហើយនេះខ្ញុំត្រាំទឹកចោលបើយើងញ៉ាំភ្លាមហើយវាឈឺពោះដែរហើយក៏មានទេសស្រស់បន្តិចដែរបងប្អូនអើយបងប្អូនគ្រាន់តែនេះខ្ញុំរៀបចំច្បល់គ្រឿងត្រូវនឹងឲ្យវាចូលគ្នាណាហើយមួយវាឈរចាំញ៉ាំតែម្ដងណាហើយធ្វើម្ហូបថ្ងៃនេះបងប្អូនអើយធ្វើនៅសាលលើនឹងឯងនៅកន្លែងនេះខ្ញុំលក់ណាហើយភ្លៀងថ្ងៃនេះបងប្អូនអើយមានតែអស់លុយអីច្រើនទេនេះខ្ញុំបិចនេះបន្តិចនោះបន្តិចទៅបានមួយចានដែកហ្នឹងណាហើយក៏យកមកច្បល់ជាមួយសាច់ហ្នឹងដាក់ស្រែកដីដាក់អីចឹងទៅបងប្អូនគ្រាន់តែបងប្អូនមើលពីចម្ងាយក៏ដឹងថាទំនងឆ្ងាញ់ដែរនិយាយទៅឆ្ងាញ់មែនពុកម៉ែបងប្អូននេះខ្ញុំអត់កុហកឯណាភ្លាតតែធ្វើទឹកប្រហុកឲ្យខាប់បើធ្វើទឹកប្រហុកអត់ខាប់ទេពេលដែលយើងយកមកញោមច្បល់ចូលជាមួយបន្លែអញ្ចឹងវាអត់ចាប់ជាតិគ្នាទេវាទៅជាស្រាទៅជាអត់មានរសជាតិឆ្ងាញ់អញ្ចឹងណានេះខ្ញុំធ្វើឃ្លាលើកណាមិនដែលថាគេថាអត់ឆ្ងាញ់ទេបងប្អូនពុកម៉ាក់នេះខ្ញុំសរសើរថាឆ្ងាញ់គ្រប់គ្នាណាហើយទឹកប្រហុកបងប្អូនលាយធ្វើមិនឲ្យខាប់ហើយយករសជាតិជូរអែមមកឆ្ងាញ់ណាហើយដាក់ជាមួយខ្ទិះដូងបងប្អូនអើយឆ្ងាញ់សាហាវហើយវីដេអូថ្ងៃនេះខ្ញុំធ្វើកាត់ទេនេះខ្ញុំអត់បានបង្ហាញបងប្អូនគ្រប់ជ្រុងជ្រោយទេណាហើយនេះខ្ញុំធ្វើនៅសាពេលដែលគេមកទិញនេះខ្ញុំក៏តម្លាក់ឲ្យម្ហូបនឹងចោលសិនទៅក៏រត់ទៅលក់សិនទៅអញ្ចឹងណាហើយពេលដែលអត់មានអ្នកទិញក៏រត់មកធ្វើវិញទៅអញ្ចឹងហើយថតក៏អត់សូវបានថតដែរហើយឥឡូវនេះភ្លាសាច់គោរបស់នេះខ្ញុំបានរួចរាល់ហើយក៏ចាប់ដើមភ្លក់មើលណាបងប្អូនអើយបងប្អូនដាក់មួយម៉ាត់ចូលមាត់វាឆ្ងាញ់មែនតែនត្មងបងប្អូនហើយមួយចានកធុនជ័រនេះញ៉ាំអត់គ្រប់ទៀតបងប្អូនអើយមួយលូកហ្វែងដៃហ្វែងជើងគ្នាហ្មងណាហើយក៏ញ៉ាំជាមួយតែតិចអ្នកបន្តិចទៅបងប្អូនអើយវាវិជាតិសាហាវត្មងហើយនឹងមួយវាវិសាចផងច្រៀងផងហើយវីដេអូរបស់នេះខ្ញុំក៏បានមកដល់ទីបញ្ចប់នេះខ្ញុំក៏សូមអរគុណសូមជម្រាបលាបាយ